សូមស្វាគមន៍ប្រិមិត្តមកស្ដាប់ល្ខោនភាគថ្មីមួយទៀតថ្ងៃនេះដែលនិយាយតាក់ទងទៅនឹងភាពអកលជានិច្ចលោកអ្នកបានដឹងហើយថាជីវិតយើងនៅលើផែនដីនេះនឹងមិនស្ថិតស្ថេរជារហូតទេតែដួងវិញ្ញាណរបស់អ្នកនឹងរស់នៅអកលជានិច្ចតើអ្នកនឹងចំណាយពេលដ៏អកលនៅឯណានិងដោយរបៀបណាខ្លះជាការសំខាន់ដែលគ្រិស្តបរិស័ទត្រូវរស់នៅដោយទស្សនៈនៃភាពអកលទោះបីជាភាពអកលនេះពិបាកដើម្បីឲ្យយើងយល់ច្បាស់គ្រប់ជ្រុងជ្រោយក៏ដោយចុះខ្សែរឿងល្ខោនភាគនិយាយនេះត្រូវបានដកស្រង់ចេញពីសៀវភៅជីវិតដែលជំរុញដោយភាពអកលនិពន្ធដោយលោកគ្រូចនបាវីល្ខោននិយាយនេះនឹងជួយយើងឲ្យក្រឡេកមើលមកកាន់អ្វីដែលយើងនឹងជួបប្រទះលើសពីជីវិតដែលជាបណ្ដោះអាសន្ននៅលើផែនដីនេះទៅទៀតនៅពេលនេះសូមគោរពអញ្ជើញលោកអ្នកនាងចូលរួមស្ដាប់ល្ខោននិយាយភាគទី3ដូចតទៅចឹងអ្នកទាំង5ត្រូវបានគេនាំមក Alphabet នេះមែនទេ Peter លោកកំពុងសួរកាត់សាច់រឿងខ្ញុំហើយ សំទោសខ្ញុំជាអ្នកយកព័ត៌មានខ្ញុំឆ្ងល់ច្រើនសួរច្រើនសង្កេតច្រើនចឹងហើយ លោកចង់ដឹងថាមានអ្វីកើតឡើងមែនទេ អូបាទប្រកាសណាអូបាទខ្ញុំយល់ហើយ នៅរាត្រីនេះកងរក្សាស្ដេចម្នាក់បានជិះសេះមួយក្បាលដោយដឹកយុវជន Endel ម្នាក់នៅខាងក្រោយលើខ្នងសេះលុះព្រលឹមស្រាងគេបានមកដល់ទន្លេអាដុងកាហើយពួកគេក៏បន្តដំណើរទៅមុខដោយឥតបង្អែមបង្អង់ឡើយ តើលោកនាំយើងទៅណាហ្នឹង យើងនឹងត្រូវស្លាប់យើងនឹងស្លាប់មិនខានទេអាត្មានិយមស្ងប់ចិត្តសិនទៅ តែនៅពេលដែលពួកគេទៅកាន់តែគេក៏ឃើញរូងក្រោមដីមួយជាផ្លូវអាចកំបាំងដែលនាំទៅកាន់បាតទន្លេ អូគួរភ្ញាក់ផ្អើលណាស់ខ្ញុំមិនដែលដឹងថាមានរូងនេះសោះ អាត្មានិយមយ៉ាងម៉េចហើយ ខ្ញុំមិនស្រួលទេ តើពួកគេនឹងយកយើងទៅណាទៅ មិនអីទេឯករាជ្យតើឲ្យជាប់ទៅ នៅពេលដែលគេចេញផុតពីរូងក្រោមដីរស្មីព្រះអាទិត្យបានរះចាំងជះមកលើផែនភស្តុភារទាំងមូលរួមទាំងព្រៃព្រឹក្សាและតាវរមរគីទន្លេដងអូនៅជុំវិញពួកគេកងរក្សាស្ដេចក៏សម្រាប់ម្ដុំម្កាលដើម្បីផ្ដល់អាហារនិងទឹកដល់គេដើម្បីបរិភោគដែរ អូអាហារនេះឆ្ងាញ់ណាស់ខ្ញុំសូមមកកញ្ចប់ទៀតមកអរគុណ កងរក្សាស្ដេចមានចិត្តល្អតែមិននិយាយអ្វីទាំងអស់ពេលដែលពលរដ្ឋ Endel សួរគេតែតបថាដល់ពេលកំណត់ទ្រង់នឹងបើកសម្ដែងមិនខានហើយគេក៏បន្តដំណើរទៅមុខទៀតនៅថ្ងៃទី3ពួកគេទៅដល់ភ្នំចោតមួយសេះបន្តអាយ៉ាងលឿនទៅលើកំពូលភ្នំកប់ពពកលុយតែនៅពេលដែលគេឡើងដល់លើកំពូលភ្នំ នោះណបញ្ឆោតមើលចុះ Alphabet តា ទីក្រុងដ៏ល្អឆើតនោះចាំងពន្លឺរស្មីដ៏ភ្លឺចែងចាំងអមដោយជ្រលងភ្នំជុំវិញរួមនឹងព្រះអាទិត្យរះព្រឹកព្រលឹមដូចជាក្របពេជ្រភ្លឺភ្លេងលុះឆ្លងផុតទ្វារក្រុងកងរក្សាស្ដេចបានឲ្យពួកគេចុះពីលើខ្នងសេះគេក៏ដើរទៅខាងក្នុងដោយមានកងរក្សាស្ដេចដើរអមជាមួយ ហើយចុះនាងគិតយ៉ាងណាដែរពីរឿងនេះសប្បុរសគឺ ស្អាតណាស់អស្ចារ្យលើសពីការស្មានរបស់ខ្ញុំទៅទៀត នេះមិនមែនជាអបិយជំនឿទេ Alphabet មានពិតមែន ពួកយើងប្រាប់ឯងហើយតាឯករាជ្យ ប្រាប់ហើយមិនជឿសំទោសមកពីខ្ញុំរំភើបពេកអូកន្លែងនេះពិតជាធំពិបាកនឹងស្មានណាស់ កំសាមកនេះមើលផ្កាទាំងនេះចុះអស្ចារ្យណាស់មែនទេ ខ្ញុំមិនធ្លាប់ឃើញផ្កាណាមានពណ៌និងទ្រង់ទ្រាយបែបនេះទេនៅទីនេះអ្វីៗសុទ្ធតែស្រស់ស្រាយនិងរស់រវើកតែម្ដង ហេស្ដាប់មើលសំឡេងតន្ត្រីតា អូពីរោះខ្លាំងណាស់មើលទឹកធ្លាក់ឯណោះចុះហើយទឹកទន្លេថ្លាឈ្វង់ចាំងពន្លឺផ្លេកឯករាជ្យអញ្ចឹង ខ្ញុំមិនដឹងថាត្រូវនិយាយអីទេ ពលរដ្ឋ Endel ត្រូវបាននាំទៅកាន់សាលាដ៏ធំមួយធ្វើពីថ្មកែវប្រុសទៅដោយប្រុសស្រីទៅដោយស្រីម្នាក់ត្រូវគេនាំទៅកាន់បន្ទប់មួយដែលគេដោះសម្លៀកបំពាក់ប្រឡាក់ពី Endel ចេញហើយងូតទឹកជ្រោះក្តៅអ៊ុនដែលមានក្លិនក្រអូបនៅ Alphabet ពលរដ្ឋ Endel ម្នាក់ក៏ទទួលបានសម្លៀកបំពាក់ថ្មីមួយបន្លាស់ដែលមានពណ៌ភ្លឺភ្លេង
ពួកគេក៏មកជុំគ្នាវិញនៅក្នុងទីធ្លាមួយដ៏ស្អាតដោយទទួលទានអាហារពេលព្រឹកនិងភេសជ្ជៈដែលមានឱជារសឆ្ងាញ់ពិសាគឺឆ្ងាញ់លើសពីអ្វីដែលគេធ្លាប់ស្រមៃទៅទៀត ខ្ញុំចូលចិត្តទីនេះណាស់ ឯងមានអារម្មណ៍ដូចខ្ញុំទេគឺដូចជាយើងធ្លាប់មកទីនេះអញ្ចឹង មែនខ្ញុំក៏មានអារម្មណ៍អញ្ចឹងដែរ មានអារម្មណ៍ថាដូចបានមកផ្ទះវិញអញ្ចឹង អ្នករកគ្នានឹងប្រាប់ខ្ញុំទៀតថាពិតជាមានស្ដេចជេលីនមែនទេ ឯករាជ្យឯងពិតជាឆ្លាតមែន អូទ្រង់ជាស្ដេចល្អទ្រង់ល្អអស្ចារ្យណាស់ខ្ញុំយល់ហើយខ្ញុំសឹងតែមិនគួរឲ្យជឿថាខ្ញុំនៅទីនេះទេ ប្រសើរណាស់ដែលឯងមកជាមួយយើង យើងមិនដែលជួបជុំគ្នានៅក្រោមដើមឈើនោះសោះចាំបានទេ បោឯអសក យើងសុទ្ធតែរវល់រៀងៗខ្លួនកាលនៅអែនដែលពេលវេលាពិតជាដើរលឿនណាស់ តែមិនសំខាន់ទេពេលនេះយើងបានជួបជុំគ្នាវិញហើយតើ ពលរដ្ឋ Endel ត្រូវបាននាំទៅកាន់សាលាដ៏ធំស្កឹមស្កៃមួយដែលទ្រដោយសសរធ្វើអំពីមាសសុទ្ធនិងលំអដោយត្បូងដ៏មានតម្លៃនៅចំពោះពលរដ្ឋ Endel មានទ្វារធំពីរដែលមានកម្ពស់ជាង30ម៉ែត្រជាទ្វារទៅកាន់ព្រះរាជសាលជាសាលនៃការវិនិច្ឆ័យ តើពួកគេនាំយើងទៅណាហ្នឹងនោះសំទោសតើមិត្តភក្តិខ្ញុំនៅឯណាតើលោកដឹងថាគេកំពុងនាំយើងទៅណាទេ ទេសូមដកដៃពីខ្ញុំទៅ ជេលីនស្ដេចជេលីនពោពេញដោយក្តីស្រឡាញ់មេត្តាករុណាសប្បុរសនោះគឺបញ្ឆោត ឯករាជ្យទឹកមុខឯងដូចជាស្លេកស្លាំងម្លេះតាំងស្មារតីឡើងយើងនៅអាហ្វាបែលហើយសម្លាញ់ មែនហើយមានឃើញមិត្តដតីទៀតទេហ្នឹង អត់ទេតែ អូកំសាខ្ញុំដឹងថាខ្ញុំមកចំកន្លែងហើយ ឯករាជ្យមានបញ្ហាអីហ្នឹង មើលទៅគេដូចជាស្លន់ស្លោណាស់ថ្ងៃនេះ អញ្ចឹងឯងធូរចិត្តទេបើដឹងថាលោកគ្រូសេចេះនៅទីនេះដែរនោះ លោកគ្រូសេចេះហ៎ សួស្តីអ្នកទាំងអស់គ្នា ខ្ញុំរីករាយណាស់ដែលបានជួបលោកតែមិនបានជាលោកនៅទីនេះ ខ្ញុំបានសូមការអនុញ្ញាតដើម្បីនាំសិស្សរបស់ខ្ញុំទៅកាន់ព្រះរាជបល្ល័ង្ក លោកចិត្តល្អមែន ឯករាជ្យខ្ញុំខាតឃើញប្អូនតាំងពីថ្ងៃបញ្ចប់ការសិក្សាមកម្ល៉េះ បាទខ្ញុំសុំទោសខ្ញុំសោកស្ដាយដែលបាននិយាយអត់ប្រយោជន៍ការនៅអែនដែលខ្ញុំឃើញច្បាស់ហើយខ្ញុំពិតជាល្ងងខ្លាំងណាស់ ស្ដាយណាស់ខ្ញុំគួរតែខំជួយប្អូនឲ្យច្រើនជាងនេះទៅទៀត លោកគ្រូសូមចាំថាខ្ញុំជាពលរដ្ឋគំរូនៅអែនដែលខ្ញុំបានជួយសង្គមច្រើនណាស់កាលនៅទីនោះ ដល់ពេលហើយ ដល់ពេលអីទៅ ចូលស្ដាប់អ្នករាល់គ្នាត្រូវបានកោះហៅឲ្យចូលគាល់និងបង្ហាញខ្លួនចំពោះព្រះបាទជេលីនដ៏ដំនៅសាលាវិនិច្ឆ័យហើយអ្នកទី1គឺឯករាជ្យ ខ្ញុំ ខ្ញុំនឹងទៅជាមួយដែរ អរគុណលោកគ្រូសេចេះ កុំភ័យអីណាសម្លាញ់មិនអីទេ សូមជូនពរណា អរគុណអូខ្ញុំមិនដែលបានឃើញទ្វារណាធំបែបនេះទេក្នុងមួយជីវិតនេះ អូហូសាលនេះធំណាស់ហើយត្រង់នោះខាងចុងសាលគឺបល្ល័ង្កមែនទេលោកគ្រូ មែនហើយ ស្ដេចជេលីន មកឈានទៅខាងមុខទៅឯករាជ្យ អូពិបាកដើរណាស់លោកគ្រូតែខ្ញុំធូរចិត្តដែលមានលោកគ្រូនៅជាមួយទ្រង់ជាស្ដេចមានសេចក្តីស្រឡាញ់និងក្តីមេត្តាស្រឡាញ់និងមេត្តាស្រឡាញ់និងមេត្តា បញ្ឆោតមើលចុះនោះគឺសប្បុរសនិងអាត្មានិយមតាកំសាបញ្ឆោត ពួកយើងក៏រកមើលឯងដែរឯករាជ្យទើបតែចូលទៅក្នុងសាលជំនុំជម្រះមិនហ្នឹងឯងយើងក៏បានឮដែរ នៅទីបំផុតយើងបានជួបស្ដេចជេលីនហើយ សប្បុរសស្ដេចជេលីនក៏ជាចៅក្រមដ៏យុត្តិធម៌តើយើងនឹងទៅជាយ៉ាងណានៅចំពោះបល្ល័ង្ករបស់ទ្រង់ទៅនោះ មែនហើយខ្ញុំក៏ឆ្ងល់ពីឯករាជ្យដែរ ស្រឡាញ់និងមេត្តាស្រឡាញ់និងមេត្តា ឯករាជ្យប៉ុននឹងសិនចុះពេលនេះគឺរវាងប្អូននិងស្ដេចជេលីនផ្ទាល់សូមមើលព្រះភ័ក្ត្រទ្រង់ហើយលុតជង្គង់ផង បាទលោកគ្រូ
គ្រប់គ្នានឹងសារភាពហើយយល់ថាយើងអាចមើលធ្លុះដល់គំនិតនិងដួងចិត្តរបស់មនុស្សហើយយើងនឹងប្រទានឲ្យម្នាក់ៗទៅតាមកិច្ចការដែលគេសមនឹងទទួលឯករាជ្យដល់ពេលត្រូវពិនិត្យមើលអំពីភាពជាអ្នករ៉ាប់រងរបស់អ្នកហើយ នៅលើទ្វារធំមានរស្មីភ្លឺបានបាញ់ចូលមកកាន់ព្រះរាជសាលរស្មីនៃពន្លឺនោះបានបាញ់មកចំកែវចរណៃខាងលើបល្ល័ង្កហើយចាំងជះជាផ្ទាំងពណ៌ធម្មជាតិចម្រុះគ្នានៅខាងមុខសាលដែលបង្ហាញនៅរូបភាពរបស់ឯករាជ្យនិងជីវិតរស់នៅរបស់គេទ្រង់ទតឃើញសពអន្លើពីជីវិតរបស់មនុស្សម្នាក់ហើយជ្រាបសេចក្តីទាំងអស់អំពីគេគ្មានអ្វីដែលលាក់កំបាំងពីព្រះនេត្រទ្រង់ឡើយក្បិតយើងត្រូវទទួលខុសត្រូវនៅចំពោះព្រះភ័ក្ត្រទ្រង់ គ្មានអ្វីលាក់កំបាំងខ្ញុំមិនជឿលើជេលីនទេថាម៉េច ទេ ហើយខ្ញុំជឿថាវាសុទ្ធតែជាអបិយជំនឿអូទេឈប់គិតចង្អៀតចង្អល់បែបនេះទៀតទៅឯងគ្រប់គ្នារកការពិតដែលខ្លួនឯងទៅ កុំគិតលំងអី ពួកឯងទេដែលឆោតនោះហើយសេជើជាគ្រូនៃមនុស្សឆោតទោះបើមានស្ដេចជាលីមែនក៏ទ្រង់មិនកាន់ច្បាប់តឹងរឹងបែបនេះដែរសុទ្ធតែជាការរៀបចំទាំងអស់នេះ ឯងឈប់និយាយអញ្ចឹងទៅបានទេឯងនិយាយមកដូចជាលបស្តេកអញ្ចឹង ខ្ញុំឆ្អែតឆ្អន់ហើយអរគុណខ្ញុំវិនិយោគចំកន្លែងជួយមាសជួយទំនិញហើយបានជោគជ័យជីវិតខ្ញុំសំប្រកបណាស់ស្ដេចជេលីនប្រកាសជាមានមោទនភាពនឹងខ្ញុំហើយព្រះអង្គយ៉ាងហោចណាស់ខ្ញុំសាងអំពើល្អជាច្រើនខ្ញុំត្រៀមដើម្បីទទួលការកែតម្រូវហើយ ស្មៀនតើឯករាជ្យមានឈ្មោះក្នុងក្រឹងនៃជីវិតទេ គ្មានទេក្រាស់ទូ មានន័យយ៉ាងម៉េច ឯករាជ្យអ្នកមានកំហុសដោយបានជ្រើសរើសនិស្ស័យអាក្រក់ ថាម៉េច អ្នកនឹងត្រូវទម្លាក់ទៅឯទីស្មោះសារនៃភាពឯកោនិងរងទុក្ខទារុណកម្មក្នុងទឹកដីនៃភាពងងឹតអស់សង្ឃឹមនិងភាពឯកោពេញមួយជីវិតរបស់អ្នក ថាម៉េចព្រះអង្គ អ្នកមិនបានជឿលើយើងគ្រូរបស់អ្នកបង្រៀនថាបើអ្នកមិនជឿលើយើងទេអ្នកនឹងត្រូវស្លាប់ក្នុងអំពើបាបរបស់អ្នក ប៉ុន្តែព្រះអង្គ ក្រៅពីយើងគ្មាននរណាអាចសង្គ្រោះអ្នកបានឡើយត្បិតគ្មាននាមណាផ្សេងអាចសង្គ្រោះអ្នកបានឡើយនៅក្រោមមេឃលើដីនេះគឺមានតែនាមរបស់យើងប៉ុណ្ណោះ តែព្រះអង្គម្ចាស់ចង់អំពើល្អរបស់ទូបង្គំធ្វើអំពើល្អជាច្រើនជាងអំពើអាក្រក់អាចលុបលាងខ្លះបានទេ មិនសំខាន់ថាអ្នកល្មើសច្បាប់តិចឬច្រើនទេព្រោះអ្នកដែលកាន់តាមច្បាប់ទាំងប៉ុន្មានរបស់យើងតែធ្វើខុសតែបន្តិចក៏មានកំហុសស្មើនឹងអ្នកដែលល្មើសច្បាប់ទាំងប៉ុន្មានដែរ ហ៎អញ្ចឹងតើមនុស្សបានសង្គ្រោះដោយរបៀបណាព្រះអង្គ អត់ធ្មត់សូមនាងប្រាប់ឯករាជ្យទៅ ឯករាជ្យតើគ្រូរបស់អ្នកមិនបានប្រាប់អ្នកទេឬស្ដេចជេលីនសង្គ្រោះអ្នកដោយព្រះគុណនៅពេលដែលអ្នកជឿវាជាព្រះរាជអំណោយពីស្ដេចជេលីនការសង្គ្រោះមិនមែនជារង្វាន់សម្រាប់អំពើល្អដែលយើងប្រព្រឹត្តទេដើម្បីកុំឲ្យអ្នកណាអួតខ្លួនបាន ជាយូរមកយើងបានបង់ថ្លៃសម្រាប់អំពើល្មើសច្បាប់របស់ពលរដ្ឋអេនដែល ពីមុននិងអនាគតបើមិនទទួលយើងគ្រប់គ្នាសុទ្ធតែមានបាបហើយគេមិនអាចជួយខ្លួនឯងឡើយបើគេក្បត់យើងតែដោយសារយើងស្រឡាញ់មនុស្សគ្រប់គ្នាយើងក៏បង់ថ្លៃដោយខ្លួនឯងដូច្នេះការសង្គ្រោះរបស់យើងជាអំណោយដោយគ្មាននរណាអាចធ្វើដោយសមត្ថភាពខ្លួនឯងទេអ្នកមិនអាចប្រព្រឹត្តល្អដើម្បីក្លាយជាពលរដ្ឋល្អនៅ Alpha Bell បានទេគឺមានតែជឿលើយើងប៉ុណ្ណោះតែអ្នកបានបដិសេធអ្វីដែលយើងបានធ្វើដើម្បីជួយជីវិតអ្នក អញ្ចឹងអំពើល្អដែលខ្ញុំខំធ្វើគ្មានប្រយោជន៍ទេហ៎ មានចែងថាអ្នកស្លាប់មិនដឹងអ្វីទាំងអស់គេគ្មានរង្វាន់ដែលនៅរងចាំហើយគ្មាននរណានឹកនាផងអ្វីដែលគេធ្វើកាលនៅរស់ទាំងការស្រឡាញ់ស្អប់ច្រណែនបានរសាត់បាត់អស់ទៅហើយគេលែងមានចំណែកអ្វីទាំងអស់ត្បិតមនុស្សអាក្រក់គ្មានអនាគតទេពន្លឺរបស់គេនឹងរសាត់បាត់ទៅ បើខ្ញុំព្រមស្ដាប់គេតែទ្រង់ជេលីនទ្រង់ពេញដោយក្តីមេត្តានៅសាលាអេនដែលបង្រៀនខ្ញុំបែបនេះមែន
ទ្រង់ពេញដោយក្តីមេត្តា យើងពេញដោយក្តីមេត្តាមែនហេតុនេះបានជាយើងទុកឱកាសឲ្យអ្នកកាលនៅអេដែលហើយអ្នកបានរើសយកនិស្ស័យរបស់ខ្លួនដែលដូចនឹងដេកុនជាម្ចាស់ដ៏ខូខើតែយើងពេញដោយក្តីមេត្តាយុត្តិធម៌និងក្តីស្រឡាញ់ដូចមិនដាច់កើតបើយើងមិនដោយឲ្យចរិតអសិលធម៌របស់អ្នកបំពុលដល់នគរនេះយើងនឹងធ្វើឲ្យពលរដ្ឋអាហ្វាបែលរងគ្រោះទៅវិញទេនិស្ស័យដែលអ្នកបានជ្រើសរើសនឹងលេចចេញមកហើយឲ្យមនុស្សបរិសុទ្ធជាច្រើនសៅមកអ្នកបានដើរតាមផ្លូវខ្លួនឯងហើយអ្នកនឹងទទួលផលដូចដេកុនដែលអ្នកបានដើរតាមបើយើងតបស្នងដល់អ្នកតិចជាងដេកុនមានន័យថាយើងជាអ្នកដឹកនាំអយុត្តិធម៌ តែព្រះអង្គ អ្នកដែលស្អប់ព្រះបន្ទូលនឹងត្រូវវិនិច្ឆ័យតែអ្នកកោតខ្លាចបញ្ញត្តិរបស់យើងនឹងបានព្រំវាន់វិញទីហ៊ានចងដៃចងជើងអ្នកនេះហើយយកគាត់ទៅបោះនៅក្នុងទីងងឹតដែលមានការទួញសោកសម្ពាធមិញទៅត្បិតយើងបានត្រាស់ឲ្យមនុស្សជាច្រើនតែជ្រើសរើសបានតែបន្តិចប៉ុណ្ណោះ ទេអ្នកមិនអាចធ្វើបែបនេះដាក់យើងទេចុះភ្លាម ឯករាជ្យ ថាពួកលោកធ្វើអីហ្នឹងយកយើងទៅណាទេអត់ទេអត់ទេទេ អរគុណប្រុសអើយ មិនដឹងថាឯករាជ្យយ៉ាងណាហើយទេនេះ មែនហើយមិនដឹងជាយ៉ាងម៉េចទៅហើយទេ ខ្ញុំជឿតែគាត់មិនអីទេមិនប្រកាសទេពេញមួយជីវិតនេះគេបានបដិសេធស្ដេចជេលីនទៅហើយតោះយើងសួរលោកមុខពីរទៅគាត់ប្រហែលជាដឹង កុំទៅសួរមកពីអីល្អជាង មិនចឹងមានបញ្ហាអីមែនទេ ចូលស្ដាប់បន្តិចទៀតអ្នករាល់គ្នានឹងបានចូលគាល់ព្រះមហាក្សត្រទ្រង់ទតឃើញពីដួងចិត្តនិងផលផ្លែរបស់អ្នកទ្រង់ជ្រាបពីទឹកចិត្តការជំរុញគំនិតអារម្មណ៍និងការប្រព្រឹត្តរបស់អ្នករាល់គ្នាទ្រង់ជ្រាបសេចក្តីគ្រប់យ៉ាងហើយទ្រង់កាត់ក្តីដោយយុត្តិធម៌អ្នកបន្ទាប់គឺអាត្មានិយម គាត់បានហៅឈ្មោះខ្ញុំមែនទេ មែនខ្ញុំបានលឺគាត់ហៅឈ្មោះឯងមែន ប្រហែលជាគាត់ហៅឈ្មោះខ្ញុំមុនគេដោយសារខ្ញុំជាចៅហ្វាយខេត្តអេនដែលហើយមើលទៅហ៎ខ្ញុំទើបតែនឹកឃើញអត្ថបទបុរាណចែងពីតំណែងនៃការគ្រប់គ្រងនៅអាហ្វាបែលហើយខ្ញុំអាចមាន អាត្មានិយមដល់ពេលហើយ នេះមិនគួរឲ្យជឿសោះ អាត្មានិយម លោកគ្រូសេជើប្រសើរណាស់ដែលបានជួបលោកនៅទីនេះ ខ្ញុំក៏រីករាយដែរដែលបានជួបប្អូននៅទីនេះ សូមប្រាប់ខ្ញុំមើលតើកៅអីដែលនៅជុំវិញព្រះរាជបល្ល័ង្កក៏ជាបល្ល័ង្កដែរតើមែនទេ មែនហើយ អូខ្ញុំឃើញមានបល្ល័ង្ក2 3ដែលនៅទំនេរ ទាំងនោះជាបល្ល័ង្ករបស់អ្នកគ្រប់គ្រង អ្នកគ្រប់គ្រងគួរឲ្យចាប់អារម្មណ៍ណាស់ មក អូទ្វារអីធំយ៉ាងនេះលោកគ្រូខ្ញុំឃើញមិត្តចាស់ម្នាក់តើខ្ញុំអាច បានហើយទៅចុះ សង្គមតើឯងមែនទេ តែសង្គមមិនមែនជាឈ្មោះរបស់ខ្ញុំទៀតទេពេលនេះខ្ញុំឈ្មោះស្កប់ចិត្ត ស្ដាប់ទៅចម្លែកណាស់តើហេតុអ្វីបានជាឯងនៅជួរក្រោយនេះទៅវិញ ទីណាក៏ដោយនៅក្នុងសាលបល្ល័ង្ករបស់ស្ដេចជេលីនសុទ្ធតែជាមហាកិត្តិយសតែបើការនៅអេនដែលខ្ញុំបានដឹងដូចជាពេលនេះខ្ញុំនឹងរស់នៅបែបផ្សេងហើយអាចនៅកាន់តែជិតជាមួយទ្រង់មិនខាន ខ្ញុំមិនយល់ទេឯងជាពលរដ្ឋគំរូកាលនៅអេនដែលឯងជាម្ចាស់ភោជនីយដ្ឋានដ៏ល្បីមួយហើយក៏បានបរិច្ចាគប្រាក់ជាច្រើនសន្ធឹកនិងចែកអាហារដល់ជនក្រីក្រជាច្រើនអ្នកទៀតដែរ តាមពិតខ្ញុំធ្វើកិច្ចការទាំងនោះដើម្បីឲ្យបានការទទួលស្គាល់និងការគាំទ្រតែប៉ុណ្ណោះខ្ញុំក៏ឃើញថាកិច្ចការនេះបានតាក់ទាញភ្ញៀវជាច្រើនតែខ្ញុំគួរតែស្ដាប់តាមព្រះបន្ទូលរបស់ស្ដេចជេលីនទ្រង់បានប្រាប់យើងថានៅពេលអ្នកជប់លៀងចូលអញ្ជើញអ្នកក្រជនពិការអ្នកខ្វាក់អ្នកខ្វិតមកនោះអ្នកនឹងទទួលបានព្រះពរដោយសារអ្នកទាំងនោះមិនមានអ្វីសងគុណអ្នកវិញឡើយត្បិតនៅពេលមនុស្សសុចរិតរស់ឡើងវិញអ្នកនឹងទទួលផលតបស្នងវិញ ខ្ញុំ
ខ្ញុំបានបរិច្ចាគអាហារទាំងនោះដើម្បីប្រយោជន៍ផ្ទាល់ខ្លួនគឺមិនមែនដើម្បីសហគមន៍ទេ ចុះចំណែកការបរិច្ចាគដែលឯងបានឲ្យដល់សាលា Endel នោះ តាមពិតខ្ញុំឲ្យជា200តែបន្តិចប៉ុណ្ណោះខ្ញុំបានលាក់ប្រាក់ចំណេញជាច្រើនព្រោះខ្លាចខ្សែធនខ្ញុំបរិច្ចាគតែបន្តិចគឺដើម្បីកុំឲ្យមនសិការជាស្ដីប៉ុណ្ណោះ ខ្ញុំក៏បានបរិច្ចាគដល់សាលា Endel ខ្លះៗដែរ ខ្ញុំដឹង ពេលនេះខ្ញុំឆ្ងល់ថា នៅក្នុងពេលវិនិច្ឆ័យខ្ញុំឃើញថាខ្ញុំរស់នៅសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួនសម្រាប់សន្តិសុខនិងកេរ្តិ៍ឈ្មោះរបស់ខ្លួនច្រើនជាងដើម្បីភាពរុងរឿងរបស់ទ្រង់ពេលនេះខ្ញុំជាពលរដ្ឋវណ្ណៈទាបជាងគេនៅក្នុងនគរនេះហើយខ្ញុំនៅតែកោតសរសើរពីភាពសប្បុរសនិងក្តីស្រឡាញ់របស់ទ្រង់សម្រាប់ខ្ញុំ ឈប់សិនឯងថាវណ្ណៈទាបជាងគេឯងចង់មានន័យថានៅទីនេះមានវណ្ណៈសង្គមមែនទេ បាទគឺបែបហ្នឹងមែនគ្រូរបស់យើងបានបង្រៀនបែបនេះនៅ Endel ទោះបីជាយើងភាគច្រើនមិនសូវយកចិត្តទុកដាក់ក្តីតែយើងបានដឹងនៅក្នុងចិត្តស្រាប់ហើយតាមការពិតពេលលោកដើរចូលមកក្នុងសាលានេះខ្ញុំបានឮពីគំនិតរបស់លោក ឯងបានឮ លោករំពឹងថានឹងបានអង្គុយលើបល្ល័ង្កណាមួយមែនទេ តាមពិតគឺថាត្រូវហើយខ្ញុំមិញឯងថាបានឮពីគំនិតរបស់ខ្ញុំមែនទេ អូមែនហើយយើងឮគ្រប់តែគ្នាហ្នឹង អូចប់ហើយអញ្ចឹង អ្នកដែលបានរស់នៅសម្រាប់បំណងរបស់ខ្លួនជាងព្រះតីរបស់ស្ដេចគឺជាអ្នកតូចទាបជាងគេនៅក្នុងនគរយើងស្ថិតនៅជួរខាងក្រោយនៃសាលនេះយើងក៏រស់នៅតំបន់ទំនាបហើយធ្វើការដោយប្រើកម្លាំងញើសឈាមដែរអ្នកដែលស្មោះត្រង់ជាងគេកាលនៅ Endel ស្ថិតនៅជួរកណ្ដាលនៃសាលហើយអ្នកនៅខាងមុខនិងនៅលើបល្ល័ង្កនោះសុទ្ធតែបានស្ដាប់បង្គាប់និងរស់នៅសម្រាប់ស្ដេចទាំងស្រុងកាលនៅ Endel ពួកគេបានទទួលពរច្រើនបំផុតត្បិតពួកគេរស់នៅក្នុងរាជបុរីឯជួរភ្នំភាគខាងកើតនៅទីនោះជាទីប្រថាប់របស់ស្ដេចហើយពួកគេមានឯកសិទ្ធិក្នុងការរស់នៅនិងធ្វើការផ្ទាល់ជាមួយទ្រង់គេជាអ្នកមានឋានៈខ្ពង់ខ្ពស់ជាងគេក្នុងនគរ អូខ្ញុំយល់ហើយ អាត្មានិយមស្ដេចជេលីនជាអ្នកដឹកនាំដ៏យុត្តិធម៌និងពេញដោយក្តីស្រឡាញ់បើមិនដើម្បីទ្រង់ទេគ្មានអ្នកណាមានជីវិតបែបនេះឡើយសូម្បីតែមានឋានៈតូចតាចជាងគេក្នុងនគរនេះក៏ជាឯកសិទ្ធិដ៏អស្ចារ្យដែរ តោះអាត្មានិយម គួរឲ្យចាប់អារម្មណ៍ណាស់តើឈប់សិននោះគឺជំនុំទឹកចិត្តជាគ្រូបង្រៀននៅសាលាមែនទេ គឺគេមែន ខ្ញុំអាចទៅជួបគាត់បានទេ បាន លោកជំនុំទឹកចិត្ត សួស្តីអាត្មានិយម ខ្ញុំមិនយល់សោះលោកជាគ្រូដ៏ឆ្នើមរបស់ស្ដេចជេលីនហើយសិស្សជាច្រើនចូលចិត្តស្ដាប់លោកបង្រៀនតែហេតុអ្វីបានជាលោកនៅជួរខាងក្រោយទៅវិញ នេះជាកន្លែងរបស់ខ្ញុំជាពលរដ្ឋតូចតាចជាងគេនៅ Affabel ខ្ញុំរស់នៅតំបន់ទំនាបហើយខ្ញុំធ្វើជាជាងទឹក ថាម៉េចលោកតូចតាចជាងគេលោកគួរតែបានអង្គុយលើបល្ល័ង្កត្រង់នោះ ជាឯកសិទ្ធិនិងទំនួលខុសត្រូវដ៏ធំក្នុងការបង្រៀនអំពីមាគ៌ារបស់ស្ដេចជេលីនតែខ្ញុំបានបរាជ័យដោយរបៀបជាច្រើន ទេខ្ញុំមិនយល់ទេ ខ្ញុំបង្រៀនដោយខ្វះតុល្យភាពខ្ញុំផ្ដោតខ្លាំងលើប្រយោជន៍នៃការបម្រើស្ដេចជេលីនខ្ញុំបានជំរុញសិស្សជាច្រើនឲ្យប្រើមាគ៌ារបស់ទ្រង់ដើម្បីបានជោគជ័យតែមិនបានព្រមមានគេពីគ្រោះថ្នាក់និងអន្ទាក់នៃជីវិតខ្ញុំមិនបានបង្រៀនគេថាគោលដៅដ៏ពិតនៃជីវិតគឺឲ្យបានគប់ព្រះតីស្ដេចជេលីនទេអត្ថបទបុរាណចែងយ៉ាងច្បាស់ថាខ្ញុំត្រូវប្រកាសពីព្រះតម្រិះទាំងស្រុងរបស់ស្ដេចជេលីនខ្ញុំបង្រៀនមែនតែមិនបានដាស់តឿនខ្ញុំជួយមនុស្សជាច្រើនមែនតែស្ដេចជេលីនទទួលកិត្តិយសតែបន្តិចហើយពេលនេះសិស្សរបស់ខ្ញុំជាច្រើនកំពុងតែរស់នៅឯទឹកដីនៃភាពឯកោដែលគេបានបោះបង់ចោលខ្ញុំបង្រៀនតែអ្វីដែលគេចង់ស្ដាប់ជាជាងអ្វីដែលគេពិតជាត្រូវការគេចូលចិត្តឮពាក្យថាគ្មានបញ្ហាអ្វីទាំងអស់តែបញ្ហាពិតជាមានខ្ញុំបានជំរុញឲ្យគេដើរតាមផ្លូវខ្លួនឯងហើយជឿលើការបញ្ឆោតទោះបីជាសិស្សខ្លះបានមកនៅ Affabel មែនភាគច្រើនគេនៅជួរខាងក្រោយនេះគេបានរស់នៅដោយឥតប្រយោជន៍ហើយស្នាដៃរបស់គេត្រូវភ្លើងឆេះសុះនៅចំពោះបល្ល័ង្កនៃការវិនិច្ឆ័យនេះខ្ញុំក៏កាន់ទុកអ្នកដែលត្រូវទៅទីស្មោសានដែរ លោកថាភ្លើងមែនទេ បាទអត្ថបទបុរាណចែងថាស្នាដៃរបស់មនុស្សម្នាក់នឹងត្រូវឆ្លងកាត់ភ្លើងដើម្បីឲ្យឃើញថាតើវាមានតម្លៃមែនឬយ៉ាងណាបើស្នាដៃនោះមិនត្រូវភ្លើងឆេះអ្នកនោះនឹងបានរង្វាន់តែបើស្នាដៃត្រូវភ្លើងឆេះអស់គេនឹងបាត់បង់យ៉ាងធំសម្បើម
គ្រឹះនៃស្នាដៃត្រូវតែជាការចុះចូលនឹងព្រះអង្គម្ចាស់ជេលីនផ្ទាល់ហើយនេះជារបៀបតែមួយដែលមនុស្សអាចចូលមកកាន់នគររបស់ទ្រង់បានទោះជាយ៉ាងនេះនៅពេលដែលយើងជាកម្មសិទ្ធិទ្រង់យើងគួរសង់នៅលើគ្រឹះនេះពេលស្នាដៃរបស់ខ្ញុំត្រូវបានវាស់ស្ទង់ដោយអត្ថបទបុរាណវាឆ្លងមិនផុតភ្លើងទេខ្ញុំមិនបានប្រើអំណាចដើម្បីប៉ះពាល់សិស្សរបស់ខ្ញុំសម្រាប់ Alphabet ឡើយហើយខ្ញុំក៏គ្មានរង្វាន់ដែរលោកជំរុញទឹកចិត្តខ្ញុំសោកស្ដាយណាស់ខ្ញុំលែងមានឈ្មោះថាជំរុញទឹកចិត្តទៀតហើយស្ដេចជេលីនបានប្រទានឈ្មោះថ្មីដល់លោកបាទគឺបន្ទាបខ្លួនអូលោកបន្ទាបខ្លួនតោះអាត្មានិយម លោកគ្រូសេជើតើខ្ញុំពិតជាបានកសាងអ្នកដតីឡើងឬគ្រាន់តែប្រើប្រាស់ដើម្បីប្រយោជន៍ខ្លួនឯងហើយកាលដែលខ្ញុំធ្វើជាចៅហ្វាយខេត្តតើខ្ញុំបានដឹកនាំដើម្បីភាពរុងរឿងរបស់ស្ដេចជេលីនឬក៏ខ្លួនឯងខ្ញុំគ្រាន់តែជាគ្រូបង្រៀនទេស្ដេចជេលីនទើបជាចៅក្រមតែលុះដល់ពេលកំណត់ប្អូននឹងបានឃើញហើយចម្លែកណាស់យើងកាន់តែដើរមកខាងមុខខ្ញុំកាន់តែឃើញអ្នកទាំងនេះដូចជាស្ដេចហើយអ្នកដែលនៅជួរខាងនេះសុទ្ធតែពាក់មកុដនិងកាន់ដំបងរាជពេលនេះយើងស្ថិតនៅក្នុងចំណោមអ្នកគ្រប់គ្រងនៃស្ដេចជេលីនទោះបីពួកគេក្រងភូសាកៅភ្នែករបស់ពួកគេដូចជាពេញដោយក្តីស្រឡាញ់កាលដែលខ្ញុំនៅជាចៅហ្វាយខេត្តខ្ញុំក៏ព្យាយាមស្រឡាញ់មនុស្សដែរប្រហែលនេះជាកន្លែងសម្រាប់ខ្ញុំហើយជប់សិនមានរឿងអីមែនទេអ្នកដែលដើរសម្ដៅមកយើងនោះខ្ញុំស្គាល់នាងទេមិនអាចទេនាងជាអ្នកគ្រប់គ្រងដែរលោកគ្រូសេជើនាងគ្រាន់តែជាលេខារបស់ក្រុមប្រឹក្សាខេត្តតែប៉ុណ្ណោះហេតុអ្វីបានជានាងមានមកុដដែរតើឯងចាំបានអ្វីខ្លះពីនាងណែមិនសូវច្រើនទេនាងមិនដែលលេចធ្លោហើយស្ងាត់ស្ងៀមទៀតហើយមើលចុះក៏រក្សាស្ដេចលុតជង្គង់ដាក់នាងអាត្មានិយមសួស្ដីសូមស្វាគមន៍មកកាន់ Alphabet ទ្រង់បានឲ្យខ្ញុំមកនិយាយជាមួយលោកមុនពេលចូលគាត់ទ្រង់នៅពេលនេះខ្ញុំឈ្មោះអត់ធ្មត់ជាអ្នកគ្រប់គ្រងមួយរូបរបស់ស្ដេចជេលីននៅទីនេះតែហេតុអ្វីបានជានាងនៅទីនេះអូសូមទោសខ្ញុំមិនចង់មានន័យបែបនេះទេកុំខ្មាស់អៀនអីនៅសាលានេះឬទូទាំងព្រះរាជនគរគ្មានការបោកបញ្ឆោតទេលោកគ្រាន់តែនិយាយត្រង់ទៅកាលនៅអេនដែលលោកខ្វល់ខ្វាយពីកេរ្តិ៍ឈ្មោះមុខមាត់ការនេះបានធ្វើឲ្យមនុស្សជាច្រើននិយាយបោកប្រាស់ពាក្យសម្ដីសំខាន់ណាស់តែចេតនាកាន់តែសំខាន់ជាងនេះទៅទៀតនៅទីនេះតែងមានដំណាភាពជានិច្ចលោកនឹងយល់ពីការនេះនៅពេលលោកត្រូវបានវិនិច្ឆ័យសម្រាប់ពាក្យទាំងប៉ុន្មានដែលលោកបាននិយាយនៅអេនដែលពាក្យទាំងប៉ុន្មាននាងមានន័យថាគ្រប់ម៉ាត់គ្រប់ការសន្ទនាមែនទេពាក្យគ្រប់ម៉ាត់ដោយព្រះអង្គម្ចាស់ជេលីនមានបន្ទូលថាអ្នកអាចដឹងប្រកាសថានៅថ្ងៃវិនិច្ឆ័យទោសគ្រប់គ្នានឹងទទួលខុសត្រូវលើពាក្យឥតខ្លឹមសារដែលគេបាននិយាយពាក្យរបស់អ្នកនឹងកាត់ទោសអ្នកដោយប្រកាសថាអ្នកមានកំហុសឬគ្មានកំហុសពាក្យឥតប្រយោជន៍ដែលគ្មានន័យអកម្មការធ្វេសប្រហែសសុទ្ធតែផ្ទុយនឹងលក្ខណៈរបស់ស្ដេចជេលីនខ្ញុំស្មានថាយើងត្រូវទទួលខុសត្រូវលើពាក្យកុហកធំធំឬពាក្យពិតសំខាន់ដែលយើងនិយាយតែនេះពាក្យគ្រប់ម៉ាត់អត់ធ្មត់ខ្ញុំនឹងទៅជាយ៉ាងណាទៅអញ្ចឹងអត្ថបទបុរាណចែងយ៉ាងច្បាស់ថារង្វាន់របស់អ្នកគឺអាស្រ័យលើអ្វីដែលអ្នកបាននិយាយនឹងធ្វើទ្រង់មិនត្រឹមតែវិនិច្ឆ័យលើពាក្យសម្ដីនិងការប្រព្រឹត្តរបស់អ្នកទេតែរួមទាំងអ្វីដែលជំរុញដល់អំពើទាំងនោះផងអ្នកក៏នឹងត្រូវវិនិច្ឆ័យដោយគំនិតដែលអ្នកប្រកាន់ខ្ជាប់ចូលកុំភ្លេចថាការវិនិច្ឆ័យរបស់ស្ដេចជេលីនគឺសុចរិតដោយលបងនៅគំនិតនិងដួងចិត្តមនុស្សហេតុនេះបានជាលោកភ្ញាក់ផ្អើលពេលឃើញខ្ញុំនៅលើបល្ល័ង្កលោកវិនិច្ឆ័យខ្ញុំដោយផ្អែកលើសមិទ្ធផលរបស់ខ្ញុំនៅឯអេនដែលស្ដេចជេលីនវិនិច្ឆ័យខ្ញុំខុសពីលោកហើយលោកនឹងឃើញបន្តិចទៀតនេះហើយនឹងឃើញច្បាស់ទៀតផងព្រះអង្គកំពុងរងចាំលោកអរគុណណាស់អាត្មានិយមដល់ពេលដែលប្អូនត្រូវដើរតែម្នាក់ឯងទៅកាន់បល្ល័ង្កហើយខ្ញុំនឹងចាំនៅត្រង់នេះព្រះអង្គជេលីនជាស្ដេចនៃខ្ញុំអ្នកធ្លាប់ដឹកនាំប្រជារាស្ត្រយើងកាលនៅអេនដែលតើពេលនេះអ្នកសមនឹងអង្គុយលើបល្ល័ង្កនៅ Alphabet ទេខ្ញុំតាមពិតខ្ញុំណែស្មៀនតើអាត្មានិយមបានប៉ះពាល់មនុស្សប៉ុន្មានអ្នកសម្រាប់ព្រះរាជនគរ17អ្នកក្រាបទូល17អ្នកចូលនាងអត់ធ្មត់បានប៉ះពាល់ដល់ពលរដ្ឋប៉ុន្មានអ្នកសម្រាប់ព្រះរាជរបស់យើង
ក្របទូលព្រះអង្គគឺជាង 5000 នាក់ មិនទៅជាអញ្ចឹងនាងគ្រាន់តែជាលេខាខ្ញុំទើបជាចៅហ្វាយខេត្ត យើងមិនបានសួរថាអ្នកបានប៉ះពាល់ប៉ុន្មានអ្នកទេតែតើអ្នកបានប៉ះពាល់ប៉ុន្មានអ្នកសម្រាប់ព្រះរាជលោកជំរុញទឹកចិត្តជាអតីតគ្រូរបស់អ្នកដែលពេលនេះមានឈ្មោះថាបន្ទាបខ្លួនមានឥទ្ធិពលលើជីវិតមនុស្សច្រើនជាងអ្នកទៀតយ៉ាងណាក៏ដោយឥទ្ធិពលដែលគាត់មានសម្រាប់ព្រះរាជមានតែបន្តិចប៉ុណ្ណោះហើយនេះបានជាគេមិនបានជាអ្នកគ្រប់គ្រងនៅក្នុងនគរឥទ្ធិពលដែលអាចឆ្លងកាត់បល្ល័ង្កនេះគឺស្របតាមមាគ៌ានិងព្រះរាជរបស់យើងនាងអត់ធ្មត់បានបរិច្ចាគទៅកាន់សាលាដោយរីករាយទាំងថវិកានិងការបម្រើដូច្នេះហើយអ្នកដែលបានទទួលប្រយោជន៍ពីពន្ធកិច្ចរបស់សាលាគឺជាផលផ្លែរបស់នាង តែខ្ញុំក៏បានលះបង់ដល់សាលាដែរ ការលះបង់របស់អ្នកគឺចេញពីការចង់បាននិងខ្វល់ខ្វាយពីគេឈ្មោះអ្នកបានទទួលរង្វាន់របស់អ្នកនៅអេនដែលហើយរីឯនាងអត់ធ្មត់វិញបានលះបង់ដោយចិត្តស្រឡាញ់ព្រះរាជនិងមនុស្សនាងបាននាំបុរសម្នាក់ឈ្មោះដេរិឆានឲ្យមកបម្រើយើងហើយគេបានប៉ះពាល់ដល់មនុស្សជាង 1000 នាក់សម្រាប់ព្រះរាជយើងបានដាក់ឈ្មោះគេថាអ្នកផ្សាយដំណឹងល្អជីវិតរបស់មនុស្សដែលគេបានកសាងជាស្នាដៃរបស់នាងអត់ធ្មត់ដោយសារតែនាងអត់ធ្មត់បានបម្រើយើងព្រមទាំងផ្គត់ផ្គង់ដល់សាលាដែលបង្រៀនគាត់ដែរ ខ្ញុំចាំលោកដេរិឆានបានតែមិននឹកស្មានសោះ នាងអត់ធ្មត់បានប៉ះពាល់ដល់ពលរដ្ឋអេនដែលដោយរបៀបច្រើនទៀតកិច្ចការបន្តិចបន្តួចបូកផ្សំចូលគ្នាคล้ายជាកិច្ចការដ៏ច្រើននាងបានប្រព្រឹត្តចំពោះគ្នាដោយចិត្តល្អបរិសុទ្ធនិងចិត្តស្រឡាញ់នាងតែងជួយអ្នកដែលខ្វះខាតហើយនាងប្រកាន់សេចក្តីពិតយ៉ាងខ្ជាប់ខ្ជួនអាត្មានិយមដល់ពេលត្រូវរៀបរាប់ពីការរ៉ាប់រងរបស់អ្នកហើយ ពិតមែនប៉ុន្តែនោះគឺដោយសារគ្នាគ្មានចិត្តអាត្មានិយមគ្នាមានចិត្តមេត្តា អូអញ្ចឹងតើបានជាឯរៀបចំការបរិច្ចាគខោអាវដល់ជនក្រីក្រ មែនហើយ មុនពេលបោះឆ្នោតក្នុងថ្នាក់តែម្ដង ត្រូវហើយឈប់សិនអត់ទេ ខ្ញុំមិនដឹងដែរប៉ុន្តែខ្ញុំចូលចិត្តធ្វើម្ហូប បើកភោជនីយដ្ឋានមួយទៅដោយប្រាជ្ញាដែលស្របតាមស្ដេចជេលីននាងនឹងមកដាច់មិនខានឈប់សិននោះជារឿងល្អដែលខ្ញុំបានធ្វើយ៉ាងហោចណាស់ខ្ញុំបានធ្វើត្រឹមត្រូវខ្លះដែរ គេស្រវឹងពេកហើយកម្រាស់ខ្លួនមិនរួចទេ ត្រង់នេះក៏ខ្ញុំធ្វើបានល្អដែរ យើងត្រូវតែសាញ់គេចុះពីភ្នំ បើយើងដែលជួបនរណាក៏ដោយសូមប្រាប់គេថាខ្ញុំនៅជាមួយពួកម៉ាក់ផឹកស្រាអាលីយ៉ាសូមវល់ចុះ អូអាត្មានិយម ខ្ញុំភ្លេចពីផ្នែកនោះហើយដើម្បីប្រយោជន៍សហគមន៍និងពលរដ្ឋនៅខេត្តអេនដែលខ្ញុំសូមបោះឆ្នោតសម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់ឈើហូប អាត្មានិយមគុណប្រអឺយើងបានឃើញអំពើល្អដែលគាត់បានប្រព្រឹត្តក្នុងនាមយើងតែដល់ពេលបញ្ចប់ហើយយើងក៏ឃើញថាភាគច្រើនគូនរស់នៅដោយចិត្តចង់ការពារខ្លួនឯងគេឈ្មោះនិងរកប្រយោជន៍ដើម្បីខ្លួនឯងហើយនេះជាការវិនិច្ឆ័យរបស់យើង ព្រះអង្គម្ចាស់ជេលីនទូលបង្គំសូមទោសទូលបង្គំសូមទទួលការកាត់ទោសពេញមួយជីវិតហើយទៅរស់នៅដែនដីនៃភាពឯកាទូលបង្គំបានខ្ជះខ្ជាយពេលជាច្រើនហើយបង្កើតផលផ្លែតិចសម្រាប់ទេពកោសលនិងទំនួលខុសត្រូវដែលទ្រង់បានប្រទានសូមទ្រង់មេត្តាប្រណិតដល់ទូលបង្គំផងតែទូលបង្គំដឹងថាទូលបង្គំមិនស័ក្តិសមនឹងទទួលអ្វីទាំងអស់ តើអាត្មានិយមមានឈ្មោះក្នុងក្រឹងបញ្ជីជីវិតទេ ក្របទូលព្រះអង្គ អាត្មានិយមអ្នកជាអ្នកបម្រើយើងអ្នកបានជឿលើយើងហើយចោះចូលនឹងយើងទោះបីជាអ្នកបានខ្ជះខ្ជាយពេលច្រើនក៏ដោយយើងស្រឡាញ់អ្នក ព្រះអង្គ ហើយយើងស្វាគមន៍អ្នកចូលមកកាន់នគររបស់យើងពេញមួយជីវិតនេះ ថាម៉េចព្រះអង្គជេលីនសូមអរគុណសម្រាប់ក្តីមេត្តានិងក្តីស្រឡាញ់សម្រាប់ទូលបង្គំ អាត្មានិយមគេនឹងលែងហៅអ្នកតាមឈ្មោះនេះទៀតហើយមើលយើងប្រទានឈ្មោះថ្មីដល់អ្នកនៅក្នុងនគររបស់យើងអ្នកនឹងមានឈ្មោះថាដាក់ខ្លួនយើងបានរៀបចំលំនៅសម្រាប់អ្នកឯតំបន់ទំនាបហើយអ្នកមាននីតិជាប្រធានអ្នកថែសួនទោះបីជាអ្នកមិនគ្រប់គ្រងលើទីក្រុង
តែអ្នកនឹងជួយយើងគ្រប់គ្រងលើតំបន់ផ្សេងទៀត គ្រប់គ្រងជាមួយទ្រង់ អ្នកនឹងមិនធ្វើជាអ្នកដឹកនាំនៅអាហ្វាបែលមហានគរផ្ទាល់ទេតែដូចជាពលរដ្ឋដទៃទៀតនៅក្នុងនគរនេះអ្នកនឹងជួយយើងក្នុងរដ្ឋបាលនៃការគ្រងរាជ្យទូទាំងសកលលោកអ្នកមាននាទីដឹកនាំតាមរយៈការបម្រើនិងវឹកវើអ្នកធ្វើសួនទាំងអស់ទូទាំងខេត្តក្រុងទាំង20នៃឧបទ្វីបបេងគីឡាទាំងមូល សូមអរព្រះគុណព្រះអង្គម្ចាស់ មកជាមួយយើងនេះជាផ្លែដើមឈើនៃជីវិតបរិភោគទៅ ខ្ញុំមិនដែលញ៉ាំផ្លែឈើអ្វីឆ្ងាញ់បែបនេះទេធ្វើឲ្យចិត្តគំនិតខ្ញុំភ្លឺស្វាងជ្រះស្រឡះស្អាតស្អំតែម្ដងនេះប្រកាសជាដើមឈើនៃជីវិតដែលអត្ថបទបុរាណបានចែងហើយឆ្ងាញ់មែន ដាក់ខ្លួនចូលកូនងាកមើលក្រុមគ្រួសាររបស់កូនចុះនៅពេលនេះកូនអាចស្ដាប់ឮព្រះតម្រិះរបស់យើងចំពោះកូនជាព្រះតម្រិះនៃការទទួលយកនិងភាពរីករាយលើកូនយើងនឹងសម្រេចកិច្ចការច្រើនរួមគ្នា សូមអរព្រះគុណស្ដេចជេលី ក្រោកឡើងមកដាក់ខ្លួនយើងសូមស្វាគមន៍កូន ចូលស្ដាប់អ្នកបន្ទាប់ដែលត្រូវចូលគាល់ព្រះបាទជេលីនដ៏ឧត្តមនៅឯសាលវិនិច្ឆ័យគឺបញ្ឆោត គឺខ្ញុំ កំភៃអីមិនអីទេណា មែនហើយខ្ញុំមិនអីទេអរគុណកំសាលាហើយសពរកលោកគ្រូសេជេអរគុណសម្រាប់ការស្វាគមន៍មកកក់ក្ដៅ សួស្ដីបញ្ឆោត តោះយើងទៅអញ្ចឹង ថាម៉េច យប់ងងឹតហើយ ទេឈប់សិនលោកមិនមែនឈប់ត្រឹមនឹងទេមែនទេគឺថាបន្តទៀតមកតើមានអ្វីកើតឡើងចំពោះបញ្ឆោតហើយចុះកំសាហើយសពបរោះទេមិនមែនឈប់និយាយពាក់កណ្ដាលបែបនឹងទេមែនទេសេជើ អូ Peter ផ្នែកចុងក្រោយនៃសាច់រឿងនេះអាចពិបាកទទួលសម្រាប់លោកតើលោកប្រកាសទេ ខ្ញុំជាអ្នកយកសារព័ត៌មានក្នុងសង្គ្រាមនិយាយមក ខ្ញុំបន្តក៏បានសាលនៃការវិនិច្ឆ័យជាកន្លែងដែលមានជោគជ័យដ៏ធំសម្បើមហើយក៏មានសោកនាដកម្មដ៏រន្ធត់ដែរជាទ្វារទៅកាន់ Alpha Bell ក៏ជាទ្វារទៅទឹកដីឯកោក្នុងចំណោមអ្នកទាំង5មាន3អ្នកទៀតដែលត្រូវឈរចំពោះស្ដេចជេលីនអ្វីដែលត្រូវបានរៀបចំទុកសម្រាប់លោកបញ្ឆោតនាងកំសានិងនាងសពបុរសនឹងធ្វើឲ្យប្រលឹងរបស់គេម្នាក់ភ្ញាក់ផ្អើលព្រមទាំងកំណត់ពីភាពអស់កលរបស់អ្នកទាំង3នៅក្នុងរបៀបផ្សេងគ្នា យើងខ្ញុំសូមថ្លែងអំណរគុណដល់លោកអ្នកនាងដែលបានតាមដានស្ដាប់ល្ខោននិយាយភាគទី3ដកស្រង់ចេញពីសៀវភៅជីវិតដែលជំរុញដោយភាពអកលនិពន្ធដោយលោកគ្រូ John Bevere ដែលល្ខោនភាគនេះនឹងជួយលោកអ្នកឲ្យក្រឡេកមើលមកកាន់អ្វីដែលយើងនឹងជួបប្រទះលើសពីជីវិតដែលជាបណ្ដោះអាសន្ននៅលើផែនដីនេះទៅទៀតសូមលោកអ្នកនាងរងចាំស្ដាប់ល្ខោននិយាយភាគទី4នៅថ្ងៃស្អែកទៀតតាមពេលនិងម៉ោងដដែលសូមអរគុណសូមព្រះប្រទានពរ អរគុណលោកអ្នកនាងដែលបានតាមដានស្ដាប់ជាមួយនឹងល្ខោនភាគ Alpha Bell បើសិនជាប្រិមត្តចាប់អារម្មណ៍ជុំវិញល្ខោនភាគនេះសូមតាក់ទងមកកាន់យើងខ្ញុំតាមរយៈលេខទូរស័ព្ទ 089 99 55 និង 40 និងលេខទូរស័ព្ទមួយខ្សែទៀត 069 99 55 និង 40 សូមអរគុណសូមព្រះប្រទានពរ